ឥឡូវយើងបង្កត់ចំនួនតទៀតលើកមុនយើងបង្កត់ខ្ទង់រយខ្ទង់ពាន់ឥឡូវយើងបង្កត់ខ្ទង់ម៉ឺនអញ្ចឹងយើងចាំហើយដើម្បីបង្កត់ខ្ទង់ណាយើងត្រូវតែមើលលេខនៅចប់នឹងខ្ទង់នោះឥឡូវយើងបង្កត់ខ្ទង់ម៉ឺនគឺលេខយើងរាប់ទាំងអស់គ្នារាយ10រយពាន់ម៉ឺនអញ្ចឹងគឺលេខ9អញ្ចឹងយើងដឹងហើយដើម្បីអាចបង្កត់បានគឺយើងមើលលេខបង្កត់ខ្ទង់ម៉ឺនគឺយើងមើលលេខខ្ទង់ពាន់មើលលេខដែលនៅជាប់នឹងខ្ទង់នោះនៅខាងស្ដាំណាអញ្ចឹងគឺលេខ7អញ្ចឹងលេខ7នេះគឺវាធំជាង5អញ្ចឹងលេខនេះគឺត្រូវបង្កត់ឡើងបានន័យថា9ឡើង1គឺ10អញ្ចឹងយើងចាប់ផ្ដើមសរសេរមកអញ្ចឹង9ឡើង1គឺ10យើងសរសេរមក10ដោយឡែកលេខនៅខាងក្រោយនេះគឺយើងជំនួសមកវិញដោយលេខ0អញ្ចឹង97532គឺយើងបង្កត់ឡើងគឺទៅជាមួយ1សែន